អ្នកខ្លះត្រឡប់តែគេហៅថាតនេអត់មានអីធ្វើនិយាយដើមគេល្មមមាត់យ៉ាបងចេញពងឯងចូល10ថ្ងៃអត់តន់បាត់តន់ជីហ៎ការស្លៀកពាក់អីចឹងឧទាហរណ៍យើងស្លៀកពាក់ទៅវាអត់ពេញចិត្តនឹងការគេដែលមើលមកយើងគេនិយាយមកកាន់យើងតើបងនឹងផ្លាស់ប្ដូរខ្លួនឯងដើម្បីគេនិយាយតែពេលខ្លះគេនិយាយក៏ចង់ឲ្យយើងល្អប៉ុន្តែសំខាន់យើងអត់ចូលចិត្តអ្នកដែលនិយាយអាក្រក់ពីគេនឹងដែលមានកញ្ចក់ឆ្លុះខ្លួនឯងមានតែពេលខ្លះអត់ដឹងថាខ្លួនឯងខុសដោយសារអីអត់ដឹងសួស្តីនិងស្វាគមន៍មកកាន់ Spring Podcast ថ្ងៃនេះយើងនឹងមានភ្ញៀវកិត្តិយសមួយរូបដែលគាត់ចូលរួមនៅក្នុងការជជែកវែកញែកតាក់ទងពីប្រធានបទស៊ីត្រាវអ្នកទាំងអស់គ្នាកុំគិតថាកម្មវិធីយើងនាំអ្នកទាំងអស់គ្នាខូចឬក៏នាំអ្នកទាំងអស់គ្នាទៅស៊ីត្រាវគេអីអត់ទេយើងគ្រាន់តែបង្កើតកម្មវិធីនេះឡើងដើម្បីជជែកវែកញែកតាក់ទងពីប្រធានបទដែលនៅក្នុងសង្គមយើងតែងតែជួបប្រទះឥឡូវកុំឲ្យខាត់ពេលវេលាយូរមកជួបជាមួយនឹងភ្ញៀវកិត្តិយសយើងទាំងអស់គ្នាសួស្តីបងនឹងឲ្យបងមិនដែរសុខសប្បាយជីអត់មករយៈហ្នឹងសុខសប្បាយតើអូនអូខេអញ្ចឹងមុននឹងចូលកម្មវិធីខ្ញុំចង់ឲ្យបងជួយណែនាំខ្លួនបងទៅកាន់ទស្សនិកជនឲ្យគាត់បានស្គាល់អញ្ចឹងហ៎បងអូខេហ្នឹងហើយខ្ញុំឈ្មោះពេជ្រអូខេបងដឹងហើយតើថាថ្ងៃហ្នឹងយើងនិយាយពីប្រធានបទអីគេដែរលឺអូននិយាយមិញថាស៊ីត្រាវយេដល់ពេលអញ្ចឹងចង់ចូលដល់ប្រធានបទយើងហ្មងតើបាយធ្លាប់ត្រូវបានគេស៊ីត្រាវអត់ធ្លាប់តើអូនធ្លាប់ឲ្យចូលនៅពេលដែលពីច្រើនអបាយដែរចាប់បានអត់ស៊ីត្រាវហើយចាប់បាននិយាយពេលខ្លះម្ដងម្កាលដែរការនៅរៀនអូខេនិយាយដើរទៅចំប្រាប់អញ្ចឹងពេលហ្នឹងបងធ្វើមិនទៅកាន់គេដែរនៅពេលដែលបងចាប់បានថាម្នាក់នឹងស៊ីត្រាវយើងណាបើសម្រាប់បងស្ដាប់ហើយពេលខ្លះបងធ្វើលឺជាងគេបងដើរចេញទៅបងគាត់ថាវារឿងអត់ប្រយោជន៍ឬក៏មកពីគេអត់ចូលចិត្តយើងឬក៏យើងវាមិនល្អសម្រាប់នរណាម្នាក់អញ្ចឹងអញ្ចឹងបែរឥឡូវសួរពីអារម្មណ៍វិញថាឧទាហរណ៍យើងតែងតែនិយាយទៅយើងថាអត់សុបាយចិត្តណាវាថានៅពេលដែលគេនិយាយពីយើងអាក្រក់អញ្ចឹងណាពេលនោះបែរមានអារម្មណ៍មិនអារម្មណ៍ដែរបងចាប់បានលើកទី1ថាគេនិយាយដើមបងណាកាលពីក្មេងបងគិតថាកាលបងនៅរៀនណាបងគិតថាអត់គិតដូចចរិតឥឡូវចាស់ទុំទេចង់និយាយថាមានអារម្មណ៍មួយថាខឹងឬក៏ចង់ទៅរករឿងគេក្នុងពេលភ្លាមអញ្ចឹងណាតែបើសញ្ញាបងឥឡូវបងគិតថាមកពីយើងវាមិនល្អសម្រាប់គេឬក៏យើងមានចំណុចមួយដែលគេមិនចូលចិត្តយើងអញ្ចឹងគេនិយាយឲ្យបើបងលឺហើយក៏បងធ្វើអត់លឺជួនកាលបងលឺហើយបងដើរចេញទៅបងគិតថាវាអត់មានប្រយោជន៍អីសម្រាប់បងទៅតវ៉ានឹងគេអានេះអាចថាមកពីយើងស្រឡាញ់ខ្លួនឯងជាងមុនអីចឹងណាអញ្ចឹងខ្ញុំចង់សួរពីវិធីនៅក្នុងការគ្រប់គ្រងអារម្មណ៍បងដែលអាចផ្លាស់ប្ដូរបងថាចេះគ្រប់គ្រងអារម្មណ៍កុំឲ្យឆាប់មួម៉ៅជាមួយគេអីចឹងណាតើបងធ្វើដូចមិនដែរទៅអាចគ្រប់គ្រងអារម្មណ៍មួយហ្នឹងបានសញ្ញាអារម្មណ៍មួយហ្នឹងចេះដំបងពីណាគេក៏ខឹងដែរយ៉ាបងបើគេនិយាយរឿងមកដូចថាធម្មតាតែគេនិយាយស៊ីត្រាវឬក៏គេនិយាយពីក្រោយខ្នងយើងវាអត់ដែរល្អអញ្ចឹងយើងមានអារម្មណ៍មួយថាខឹងតែសំខាន់យើងទប់មកវិញយើងថាអត់មានអីសម្រាប់យើងអស់ចាសម្រាប់យើងអញ្ចឹងគេនិយាយសិតរបស់គេមាត់គេនៅលើគេដោយសារតើយើងអត់អាចទៅគ្រប់គ្រងនិយាយទៅកុំឲ្យពាក្យសម្ដីដតីមកមានឥទ្ធិពលលើជីវិតយើងអញ្ចឹងប៉ុន្តែពេលខ្លះគេនិយាយមកវិញគឺរឿងហ្នឹងបងជឿថាពេលខ្លះអត់ពិតទេបើមួយទៀតជួនកាលលើហើយគេឃើញតែមួយជ្រុងនៃយើងអញ្ចឹងគេចេះនិយាយតែដល់ពេលគេជាក់ស្ដែងដល់ពេលគេដឹងរឿងទាំងមូលបងគាត់ថាគួរតែគេមិនត្រូវនិយាយអានេះដោយសាររឿងហ្នឹងគេដឹងតែមួយជ្រុងយ៉ាតែបើគេលើកទៅសើយើងតែនឹងចាត់ចូលជាស៊ីត្រាវអត់បងសួរយើងវិញអានឹងស៊ីត្រាវដែរប៉ុន្តែវាអាចនឹងស៊ីត្រាវបែបល្អនិយាយពីក្រោយយើងតែបែបល្អចាអូខេពេលខ្លះក៏មានដែរអញ្ចឹងបងគាត់ថាក៏វាមានចំណុចទោះបីថាបងសម្រាប់គេនិយាយល្អឬមិនល្អបងធម្មតាបងអត់ទៅ reaction លើគេអីខ្លាំងដូចកាលពីនៅក្មេងមានអារម្មណ៍ថាខឹងហ្មងព្រោះបងពីមុនបងឆេវឆាវដែរយ៉ាបងអញ្ចឹងបងគិតថាគ្រប់រឿងទាំងអស់ដែលគេនិយាយពីយើងហ្នឹងតើមូលហេតុអីបានជាសុកគេមកនិយាយពីយើងចឹងគេអត់ចូលចិត្តយើងគេយើងអត់មាននិយាយទៅយើងសម្បូរត្រូវឲ្យគេនិយាយឬក៏មិនអ្នកខ្លះត្រឡប់តែគេហៅថាតនេអត់មានអីធ្វើនិយាយដើមគេល្មមមាត់យ៉ា
តែមាត់បងមិនល្មមណាមាត់បងចេញពងឯងចូល10ថ្ងៃអត់តន់បាត់តន់ជីហ៎ អ្នកគ្នាកុំយកច្រឡំមកឃើញមាត់គាត់មានស្នាមអីចឹងទីគិតថាគាត់ស៊ីថៅគេតាមតនអីចឹងអញ្ចឹងបងគិតថាមើលវាថាគេស៊ីថៅយើងដោយសារគេល្មមមាត់តែបើអញគិតថាមកឆុងទៀតសម្រាប់idea របស់ខ្ញុំគិតថាមកពីយើងមានភាព unique coffee គេអញ្ចឹងណាបើដែរគិតថាអញ្ចឹងអត់ទេយើងល្អពីគេពេកដែលគេមកនិយាយពីយើងណាដូចបងនិយាយចឹងមនុស្សម្នាក់យើងអត់អាចទៅប្រកបចិត្តគេហើយសម្បីតែយើងខ្លួនឯងក៏បងជឿថាយើងមានមនុស្សដែលយើងចូលចិត្តហើយយើងមិនចូលចិត្តសំខាន់យើងនិយាយពីគេអត់យើងលើកពីគេយកមកនិយាយអត់ដូចពួកគាត់ចឹងដែលគាត់តែងតែនិយាយឬក៏អីហ្នឹងអាចមកពីគាត់មិនចូលចិត្តពីថាឥឡូវបងឧទាហរណ៍ខ្លួនឯងមានបុគ្គលម្នាក់គាត់និយាយចឹងទៅគាត់លើកឡើងហើយគាត់កេះគ្នានិយាយចឹងអាចថាមកពីគាត់មិនចូលចិត្តយើងឬក៏ការស្លៀកពាក់យើងវាមិនសមរម្យសម្រាប់គាត់គិតថាឆ្កងចេះឆ្កងចុះម្នាក់នោះចិត្តល្អពេកមកធ្វើដូចចង់យកមុខយកមាត់អីអញ្ចឹងណាតែពិតជាក់ស្ដែងយើងអត់មានអីទេប៉ុន្តែសម្រាប់គាត់គាត់មានអារម្មណ៍ថាទៅយ៉ាអញ្ចឹងដល់ចូលដល់អាការចាច់គេមកលើយើងអញ្ចឹងណាខ្ញុំចង់សួរបងថាចាបងធ្លាប់ដែរក្នុងម្ដងក្នុងចាក់ជីវិតដែរយើងធ្លាប់ផ្លាស់ប្ដូរខ្លួនឯងដោយសារតែពាក្យសម្ដីអ្នកដទៃនិយាយមកកាន់យើងណាបងធ្លាប់បើសិនជាគេនិយាយមកមិនល្អឬក៏ចំណុចចេះវិញពាក្យមួយថារិះគន់ស្ថាបនាមិនថាយើងដើរទៅតន់លឺឬក៏អ្នកដទៃគាត់បានស្ដាប់ពីអ្នកដែលគេនិយាយនឹងហើយគេយកមកប្រាប់យើងបើយើងថ្លឹងថ្លែងថារឿងហ្នឹងវាមិនសមរម្យពិតជាមិនល្អមែនអានេះយើងអាចកែប្រែប៉ុន្តែបើសិនជារឿងហ្នឹងយើងជាចង់និយាយថាជាចរិតពិតរបស់យើងធម្មតាយើងអត់ដូចទៅអត់ទៅប៉ះពាល់ណាគេហើយសុកក៏ល្អប៉ុណ្ណាក៏គេនៅនិយាយអញ្ចឹងបងគិតថាដូចជាអត់មានអីត្រូវចាំបាច់ទៅកែប្រែសម្រាប់មាត់អ្នកដទៃទេយ៉ាបងប៉ុន្តែចង់លើកពីដូចបងនិយាយមកអញ្ចឹងដូចឧទាហរណ៍ការស្លៀកពាក់អីចឹងឧទាហរណ៍យើងស្លៀកពាក់ទៅវាអត់ពេញចិត្តនឹងការគេដែលមើលមកយើងគេនិយាយមកកាន់យើងតើបងនឹងផ្លាស់ប្ដូរខ្លួនឯងដើម្បីគេអត់សម្រាប់បងអត់ទេបងគិតថាខ្លួនបងចូលចិត្តអីពាក់អ្វីដែលស្រួលបងអត់ប៉ះពាល់ដល់អ្នកដទៃបងអត់មកមើលមកដូចថាអត់អាក្រក់មើលឬក៏ដូចថាអត់ល្អសម្រាប់តែគាត់ទេប៉ុន្តែគេដទៃគេអត់មានអីហ្នឹងវាខ្ញុំធ្លាប់ជួបម្ដងដែរក្នុងការខ្ញុំនៅវិទ្យាល័យអីចឹងគេបូលីរឿងក្រាមលើកមាត់របស់ខ្ញុំអីចឹងទៅខ្ញុំធ្លាប់ផ្លាស់ប្ដូរខ្លួនឯងឈប់លាបតាមដែលគេចាច់មកយើងទៅលាបពណ៌ដែលគេប្រាប់យើងវិញនៅពេលដែលយើងចេញទៅក្រៅ feel uncomfortable ហ្មងមានអារម្មណ៍ថាវាមិនមែនជាខ្លួនឯងយ៉ាចាំបងសួរថាតើយើងកែប្រែដើម្បីមាត់គេហើយធ្វើឲ្យខ្លួនឯងពិបាកឬក៏យ៉ាងម៉េចណែបងរឿងហ្នឹងយើងត្រូវតែគិតដែរអញ្ចឹងខ្ញុំគឺថាមនុស្សភាគច្រើនគឺគាត់ធ្លាប់មានអារម្មណ៍ហ្នឹងមួយដែលថាចង់ផ្លាស់ប្ដូរខ្លួនឯងដើម្បីដោយសារតែសម្ដីអ្នកដទៃគេនិយាយមកកាន់យើងប៉ុន្តែអាហ្នឹងគឺដោយសារតែកត្តាមួយគឺយើងអត់សូវស្រឡាញ់ខ្លួនឯងបានគ្រប់គ្រាន់ហើយនឹងអត់សូវមានទំនុកចិត្តលើខ្លួនឯងត្រូវអត់បងយ៉ាត្រូវអញ្ចឹងខ្ញុំចង់ឲ្យបង share tip ដែលតកតងពីជំនឿជឿជាក់លើខ្លួនឯងតើបងសាងវាបែបម៉េចដែរសម្រាប់ជំនឿជឿជាក់លើខ្លួនឯងដែលស្រឡាញ់ខ្លួនឯងហ្នឹងគាត់ថាបញ្ជាក់មកវិញបងសួរតែចេះឧទាហរណ៍ថាតកតងជាមួយនឹងការស្លៀកពាក់ការតុបតែងខ្លួនបងមិនមែនជាមនុស្សម្នាក់ដែលចូលចិត្តតុបតែងខ្លួនហើយស្លៀកពាក់អីដែលល្អសំខាន់វា easy comfortable ស្រួលងាយស្រួលហើយដូចថាបើបងទៅធ្វើការឬក៏បងទៅណាទៅណីគឺធ្វើទៅតែងខ្លួនធម្មតាតនពេលវេលាមិនមែនថាមនុស្សដែលគាត់តែងខ្លួនខ្លាំងហ្នឹងគាត់ធ្វើអីអត់តនពេល no មិនមែនទេដោយសារចំណូលចិត្តចង់និយាយថាបងមិនមែនជាមនុស្សដែលស៊ីវិល័យឲ្យទៅលើនឹងពេកគឺបងអត់ចេះទេបងចូលចិត្តបែប simple អញ្ចឹងសំខាន់យើងដឹងខ្លួនឯងថាតើខ្លួនឯងចូលចិត្តអីគេធ្វើអីចូលចិត្តស្លៀកពាក់បែបម៉េចហើយអ្នកដទៃគាត់ស្លៀកម៉េចក៏ស្លៀកទៅយើងអត់អាចទៅរិះគន់គាត់ថាហ៎ម្នាក់នោះស្លៀកអញ្ចឹងអញដែរស្លៀកអញ្ចឹងទេវាមិនខ្វះកៅអៅឬមិនអត់ទេបងគាត់ថាសិទ្ធិរបស់អ្នកតែមនុស្សម្នាក់មានសិទ្ធិរៀងខ្លួនអញ្ចឹងចូលចិត្តអីគេលើកទឹកចិត្តខ្លួនឯងដូចថាដូចបងអញ្ចឹងបងតែងតែស្លៀកពាក់បែបហ្នឹងអញ្ចឹងមានអ្នកខ្លះគាត់និយាយមិនដែរឃើញបងស្លៀករ៉ូមិនដែរឃើញបងស្លៀកសំពត់អីអញ្ចឹងមូសក់មូអីបែបបងមិនដែរទេបងធ្លាប់មិនដែរចង់និយាយថាវាអត់ comfort សម្រាប់បងអញ្ចឹងបងគាត់ថាបងអត់បងនិយាយត្រង់ទៅពេលខ្លះទៅញ៉ាំការស្លៀករ៉ូអីអញ្ចឹងបងទៅត្រឹមតែ1ម៉ោង2ម៉ោងវិញបងមានអារម្មណ៍ថានៅអត់សុខតែគេដែរថាបងវាថាយើងអត់ពាក់រ៉ូទៅកម្មវិធីមន្តការអញ្ចឹងយកសង់តែងខ្លួនអញ្ចឹងដែរគេនិយាយអត់មកបងស៊ំហីបើបងស៊ំ
បើមួយទៀតបងគាត់ថាគេនិយាយតែពេលខ្លះគេនិយាយក៏ចង់ឲ្យយើងល្អប៉ុន្តែសំខាន់យើងអត់ចូលចិត្តអញ្ចឹងក៏គេក៏អត់ខុសដែរតែសំខាន់យើងខ្លួនឯងយើងត្រូវប្រាប់ខ្លួនឯងថាចូលចិត្តអីធ្វើនឹងទៅគ្រាន់តែពេលខ្លះយើងទៅបែបមួយថាគេស្លៀកពាក់រៀងមើលទៅដូចថានៅការលើខ្លួនគេស្លៀកពាក់ជាមកបែប bling bling អញ្ចឹងយើងស្លៀកដែរប៉ុន្តែរ៉ូបមួយដែលសាមញ្ញជា type របស់យើងអត់ទៅ bling តាមគេពេលខ្លះ bling ពេកដូចថាវាអាចស្គៀបឬអីចឹងស្ងាត់បងគាត់ថាអ្វីដែលខ្លួនឯង comfort ទៅបានគឺបត់បែនទៅតាមនោះយ៉ាអញ្ចឹងបើសរុបជារួមមកការស្រឡាញ់ខ្លួនឯងហ្នឹងគឺការដឹងពីអីដែលខ្លួនឯងស្រឡាញ់ពិតប្រាកដធ្វើអីដែលខ្លួនឯងគិតថាវាស័ក្តិសមប៉ុណ្ណឹងគឺយើងអាចស្រឡាញ់ខ្លួនឯងហើយរស់នៅបែបមានក្តីសុខបានហើយយ៉ាអញ្ចឹងខ្ញុំចង់សួរសំណួរបន្ទាប់ថាបងគិតថាការនិយាយដើមគេហ្នឹងដែលគេមកនិយាយមកកាន់យើងហ្នឹងវាជះឥទ្ធិពលឬក៏វាប៉ះពាល់ផ្លូវអារម្មណ៍យើងអីខ្លះអត់សម្រាប់បងផ្ទាល់តែការនិយាយពីនរណាម្នាក់បើនិយាយល្អមនុស្សចេះវាមិនស៊ីចូលទេប៉ុន្តែចេះបើគេនិយាយល្អសប្បាយចិត្តតែបើសិនជានិយាយអាក្រក់ប្រកបជាអត់សប្បាយចិត្តទេរឿងហ្នឹងទាំងគេទាំងយើងដូចអូនឯងអញ្ចឹងបើមានពីណាគេមួយនិយាយអាក្រក់ពីយើងស្ដាប់ឮក៏យើងមិនសប្បាយចិត្តយើងខឹងប៉ុន្តែវាមានអ្នកខ្លះចេះនិយាយហើយបលឹះបើអត់ចូលចិត្តនិយាយបលឹះបើនិយាយលក្ខណៈមួយថាបើគាត់អត់ពេញចិត្តយើងឬក៏អីនិយាយចោះប៉ុន្តែកុំឲ្យនិយាយរឿងហ្នឹងគេមិនបានធ្វើឬក៏រឿងហ្នឹងវាមិនពិតហើយវាលើសអញ្ចឹងអាហ្នឹងសមនឹងតបទៅវិញពេលខ្លះអាចដែរអានេះវាថាយើងមនុស្សងាប់ដោយសារពាក្យសម្ដីយើងតែជួបនៅក្នុងសង្គមអញ្ចឹង Facebook វាច្រើនអីចឹងគេចាច់គ្នាគេជេរគ្នាក្នុងសង្គមអាហ្នឹងបងគាត់ថាវានឹងប៉ះពាល់ធ្ងន់អត់ទៅកាន់បុគ្គលដែលឧទាហរណ៍គ្រាន់តែការស្លៀកពាក់របស់គេសោះខមមិនជេរគេដែរអីគេដែរអញ្ចឹងអាហ្នឹងមិនដែរបងគាត់ថាអាហ្នឹងប៉ះពាល់ខ្លាំងសម្រាប់មនុស្សមួយចំនួនដែលគាត់អត់ដូចថាគាត់មនុស្សជាមនុស្ស sensitive ចា៎ថាមិនគេនិយាយតិចឆាប់យំគេនិយាយតិចឆាប់អន់ចិត្តតែអញ្ចឹងពាក្យសម្ដីហ្នឹងគឺវាប្រៀបបានទៅនឹងកំបិតមួយដែលសម្រាប់មនុស្សដោយអត់មានមុខរបួសស្នាមដោយមិនបាច់យករបស់ស្រួយទៅចាក់គឺចាក់ក្នុងពាក្យសម្ដីហ្នឹងអញ្ចឹងអ្នកខ្លះអាចប៉ះពាល់អារម្មណ៍ធ្វើឲ្យគាត់កាយវិបត្តិផ្លូវចិត្តគាត់ stress ឬក៏គាត់ psycho អីផ្សេងទៅដោយសារពាក្យសម្ដីនោះដែរពេលខ្លះអាចដែរយើងបងដោយសារមើលខ្ញុំឃើញសិតពាក្យច្រើនអ្នក depression អីចឹងគឺដោយសារពាក្យសម្ដីហ្នឹងហើយដែលគេគ្រាន់តែគេនិយាយមកហ្នឹងយើងយកទៅដេកគិតយូរទៅវាកើតជាជំងឺមួយដែលអាចព្យាបាលបានណាអញ្ចឹងខ្ញុំចង់សួរបងថែមទៀតថាតើអាហ្នឹងយើងគួរមានវិធីអីជួយគាត់ក្នុងការកុំឲ្យគិតច្រើនឬក៏វាលក្ខណៈកុំឲ្យងប់ងល់ជាមួយនឹងអាពាក្យសម្ដីដែលគេនិយាយមកកាន់យើងរហូតចឹងបងសម្រាប់បងវិធីសាស្ត្រវាមានបណ្ដែសំខាន់យើងបញ្យល់គេនឹងបែបម៉េចដូចថាមិនទៅប្រឈប់អ្នកដែលនិយាយហ្នឹងណាបងគាត់ថាប្រឈប់គាត់យើងប្រឈប់បានមួយផ្លែទេប៉ុន្តែអ្វីដែលល្អគឺយើងគួរតែអ្នកប្រាប់អ្នកដែលគាត់ sensitive ចឹងយើងបញ្យល់ប្រាប់គាត់ថាដើម្បីឲ្យវា long term ដើម្បីទោះបីគាត់ជួបនៅកលៈទេសៈដែលគេនិយាយតទៅទៀតនៅកន្លែងណាផ្សេងក៏គាត់ត្រូវតែទទួលបានន័យថាព្យាយាមឲ្យគាត់បញ្យល់គាត់បែបថាឲ្យគាត់ស្រឡាញ់ខ្លួនឯងកុំខ្វល់ពាក្យសម្ដីគេព្រោះយើងរស់អត់នៅលើមាត់គេទេយើងរស់ជាខ្លួនយើងបងអារឿងរស់ជាខ្លួនឯងហ្នឹងអាហ្នឹងយើងទទួលស្គាល់យើងដឹងគ្រប់គ្នាប៉ុន្តែនៅតែមានអាមួយផ្នែកមួយដែលយើងអូខេយើងថាអូខ្ញុំអត់គិតច្រើនទេមួយពាក្យសម្ដីដែលគេនិយាយមកកាន់យើងហ្នឹងប៉ុន្តែចាក់ស្ដែងហ្នឹងខួរក្បាលយើងនៅតែគិតចឹងវាមានប៉ុន្តែសំខាន់យើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយយើងលើកទឹកចិត្តគាត់មកវិញដូចថាព្យាយាមយល់គាត់ថាឥឡូវសួរបញ្ជាក់សួរមកវិញអ្នកដែលនិយាយអាក្រក់ពីគេហ្នឹងដែលមានកញ្ចក់ឆ្លោះខ្លួនឯងអត់មានទេពេលខ្លះអត់ដឹងថាខ្លួនឯងខុសដោយសារអីអត់ដឹងទេហ្នឹងហើយបងចឹងវិញសរុបជារួមមកគាត់ថាភាគច្រើនគេនិយាយដើមយើងគេនិយាយយើងពីយើងហ្នឹងភាគច្រើននិយាយរឿងល្អក៏និយាយរឿងអាក្រក់mostly គឺរឿងអាក្រក់មិនដែលជារឿងល្អបើរឿងល្អមកជឿថាគេអត់ប្រើពាក្យថានិយាយក្រៅខ្នងទេគឺគេប្រកាសជាតសើយើងឬក៏ជួបមុខយើងអ្នកខ្លះតសើចេះទៀតតសើបញ្ចូលក៏អត់ចូលចិត្តដែរអាហ្នឹងចង់និយាយថានិយាយធម្មតាទៅចូលពេលខ្លះគេអត់ហ៊ាននិយាយមកមុខយើងផ្ទាល់អញ្ចឹងគេប្រាប់អ្នកនេះដើម្បីឲ្យមកប្រាប់យើងអីចឹងអាហ្នឹងមិនវិញបងជឿថាបើគេនិយាយគេមិនដែលចង់ឲ្យអ្នកណាតែគេប្រាប់ហ្នឹងយកមកប្រាប់យើងទេបងគាត់ថាអានេះដោយសារអ្នកហ្នឹងដែលគាត់មានបំណងល្អពេលដែលឮគេខ្សឹបពីរឿងអីមួយរបស់យើងមិនល្អគេឮគេជួយប្រាប់តែអ្នកខ្លះទៀត
ចាក់ពីលើថែមអញ្ចឹងវាមនុស្សនៅក្នុងសង្គមវាមានច្រើន type មែនទេសំខាន់ strong ខ្លួនឯងដូចបងនិយាយអញ្ចឹងថាយើងកុំខ្វល់នឹងគេធ្វើអីបានចូលចិត្តអីគេស្រឡាញ់អ្វីធ្វើនឹងចោះបើយើងឡើងខ្វល់សម្ដីគេជីវិតយើងថ្ងៃក្រោយទៅផ្អាប់ផ្អួលលើតែពាក្យសម្ដីគេណាដូចឯងនិយាយអញ្ចឹងអូនឯងចូលចិត្តលាបក្រែមតែពណ៌ស្រស់ស្រាប់តែទៅរៀនគេថាឲ្យស្រាប់ហើយអូនជប់តែអូនជប់អូនមានអារម្មណ៍ថាអូនទៅក្រៅស៊ាំអត់មិនមែនជាខ្លួនឯងអត់យ៉ាវាមិនមែនជាយើងឲ្យពេលខ្លះដេកយំដោយសារអាពាក្យសម្ដីគេហ្នឹងណាតុបតមអាយ៉ាហ្នឹងដែលយើងចេះស្រឡាញ់ខ្លួនឯងយើងជឿជាក់លើខ្លួនឯងហើយស្រួលខ្លួនសុបាយចិត្តអត់សុបាយចិត្តហ្មងអាហ្នឹងគឺជាយើងហ្មងបងដល់ពេលអញ្ចឹងវារស់នៅបែបមានន័យអត់សូវ stress ច្រើនហើយក៏អត់សូវមានសម្ពាធដែរ Yes ទៅហើយយ៉ាបងអញ្ចឹងចង់សួរបងថាតើនៅពេលដែលយើងថាបងថាគេនិយាយប្រាប់ម្នាក់ទៀតហើយមកប្រាប់យើងអាហ្នឹងគិតថាគេជាមនុស្សល្អអត់បងនៅពេលដែលឧទាហរណ៍គេនិយាយរឿងល្អពីយើងហើយពេលខ្លះហ่าប៉ុន្តែទៅប្រាប់ម្នាក់ទៀតឲ្យមកប្រាប់យើងហ៎បានគាត់ថាអ្នកដែលយកមកប្រាប់យើងហ្នឹងគាត់គឺជាមនុស្សបែបម៉េចដូចបងនិយាយអញ្ចឹងសំខាន់គាត់ប្រាប់ត្រង់ឬក៏គាត់និយាយលើសថែមព្រោះយើងសិតតែអត់ដឹងប៉ុន្តែបងគិតថាមនុស្សខ្លះក៏គាត់មានបំណងល្អអ្នកខ្លះក៏គាត់មានបំណងមួយថាគេហៅថាមនុស្សបន្ថែមញ៉ាំនំចុកទៅថែមរបស់ឲ្យវាឆ្ងាញ់ណាអញ្ចឹងបងអត់អាចចាច់គាត់ថាគាត់ជាមនុស្សល្អមិនល្អសំខាន់ base ទៅលើគាត់តែគាត់យកមកប្រាប់ហ្នឹងក្នុងន័យអីគេចូលបងលើកទឹកចិត្តដែរថាសំខាន់ខ្លួនយើង strong ទោះបីថាជួសភ្លៀងឬក៏អ្នកណានិយាយអីពីយើងក៏ដោយសំខាន់យើងបានធ្វើវាអត់ក្នុងចិត្តរបស់យើងនឹងវាអាក្រក់បើសិនជាយើងមិនមែនជាមនុស្សអាក្រក់បាច់ខ្លាចអីអត់មានអីមកធ្វើយើងកើតអាហ្នឹងតើតើយើងជាមនុស្សម្នាក់ដែលមានផ្លូវចិត្តបែបរឹងមាំកុំអាផ្លូវចិត្តនិយាយទៅអាផ្លូវចិត្តរឹងមាំហ្នឹងគឺការស្រឡាញ់ខ្លួនឯងហ្នឹងហើយបើសិនជាយើងមានផ្លូវចិត្តតុនខ្សោយអាចថាតុនជាមួយសម្ដីអ្នកដទៃអាហ្នឹងក៏វាដោតទៅតាមហ្នឹងដែរបងរឹងមាំប៉ុណ្ណាបងជឿថាប្រកាសជាមានពេលមួយទុនចង់និយាយថាយើងកុំសាក់ទឹកភ្នែកនៅមកគេយើងអាចយំនៅក្នុងបន្ទប់បានពេលមួយដែលបងឥឡូវសួរដល់អាហ្នឹងរៀងចាក់ដល់ទៀតហើយអាពេលដែលបងតុនខ្សោយបងសង្ងំយំហ្នឹងមិនធ្វើមិនបានបងអាចងើបមកវិញពេលហ្នឹងមានអ្នកលើកទឹកចិត្តឬក៏បងលើកទឹកចិត្តខ្លួនឯងដែរកត្តាទាំងពីរអ្នកជុំវិញគាត់ក៏ពយល់ថែមហើយ40%និយាយចេះ60%គឺយើងខ្លួនឯងដូចថាដំបងភ្លាមបងជឿថាអត់មានអាគេបត់មកបានទេយូរវាសំខាន់ take time លឿនឬក៏ឆាប់តែយើង reveal ខ្លួនឯងដោយធ្វើម៉េចយើងកិច្ចខ្លួនយើងពីពួកគាត់មករយៈហើយយើងធ្វើអីដូចថាបងចូលចិត្តនៅផ្ទះអញ្ចឹងទៅមើលកូនទៅណាទៅណីអញ្ចឹងទៅកុំ involve ពួកគាត់ទៀតព្រោះដោយសារតែកាលណា involve វាធ្វើឲ្យរឿងនឹងវាដប់អញ្ចឹងបងគាត់ថាយើងទៅមជ្ឈដ្ឋានគេហៅទៅ reveal ខ្លួនឯងស្វែងយល់ខ្លួនឯងនៅហើយកុំដេកគិតច្រើនជឿបងអត់មានអីពិសេសជាងខ្លួនឯងទេកិច្ចចេញពីវាមករបស់កន្លែងណាដែលគេឲ្យតម្លៃយើងចាំនៅកន្លែងណាអត់បោកឲ្យបងនិយាយទៅមនុស្សបងខ្ជិលតែឈឺឆ្អៅគេណាស្អប់ចូលចិត្តហើយចូលចិត្តចាញ់អត់មានអីត្រូវក៏សំខាន់យើងកុំពាក់មុខយៈដាក់គ្នាប៉ុណ្ណឹងជួមុខគ្នាញ៉ាំទៅហើយបើថាស្និទ្ធក៏និយាយបើស្និទ្ធអូខេធម្មតាដូចគេដូចឯងហ្នឹងហើយដូចវាថាតំណែងដែលឈឺចាប់ជាងគេមានតែតំណែងមិត្តភ័ក្តិដែលភាគច្រើនដែលមិត្តភ័ក្តិចាក់ពីក្រោយខ្នងហ្នឹងគឺវាឈឺចាប់ជាងអីទាំងអស់ជំនាន់នៅរៀនធម្មតាមនុស្សពេលដែលរៀនវិទ្យាល័យជាមួយនឹងមហាវិទ្យាល័យបានន័យថាអាហ្នឹង relationship ទៅលើ friendship ហ្នឹងគឺវាខ្លាំងយ៉ាតែពេលឥឡូវបងគាត់ថាគ្រួសារហើយនឹងអ្នកជុំវិញអ្នកដែលនៅសេសសល់ពីហ្នឹងគឺសំខាន់អញ្ចឹងពួកគាត់ផ្ដល់តម្លៃទៅលើ friendship ហ្នឹងយូរទៅតែពេលយើងអាយុច្រើនទៅវា less កាត់បន្ថយម្ដងតិចអញ្ចឹងមកគេថាកាលពីយើងនៅរៀនពួកម៉ាក់យើង120នាក់ឧទាហរណ៍តែពេលយើងរៀនចប់យើងមានការងារជីវិតយើងដូចថាកាន់តែចាស់ទៅអញ្ចឹងសល់តែប៉ុន្មាននាក់សល់ច្រើន10 20នាក់ដូចគេនិយាយអញ្ចឹងចូលដល់អាហ្នឹងថាការនៅវិទ្យាល័យគឺថាយើងជាមនុស្សម្នាក់ដើរជាក្រុមដល់ពេលចូលមកដល់សាកលវិទ្យាល័យយើងលែងមានមិត្តភ័ក្តិដែលជិតស្និទ្ធទៀតហើយយើងមិនត្រូវដើរតែឯងបងធ្លាប់មានអារម្មណ៍ចឹងអត់ហើយបងអាចគឺថាធ្វើមិនឲ្យខ្លួនឯងហ៊ានដើរតែឯងកើតបន្ស៊ាំខ្លួនឯងមនុស្សម្នាក់កើតមកអត់មានអីថាចេះភ្លាមសំខាន់បន្ស៊ាំខ្លួនឯងមានអារម្មណ៍ថាដំបូងរៀងពិបាកតែពេលយូរទៅយើងស៊ាំប៉ុន្តែក៏យើងមានមិត្តភ័ក្តិថ្មីនៅសកលនឹងដូចគ្នាយូរយើងនឹងមានដូចគ្នា
គាត់ថាដំបូងយើងទៅណាមកណាអីតែឯងចឹងរៀនក៏តែឯងអត់មានអ្នកណាគេត្រូវ discuss ដល់ពេលយើងរៀនយូរទៅវាមាន friend ដូចគ្នា សម្រាប់ចំណុចខ្ញុំចង់ share មួយដែរការនៅចូលមកសកលថ្មីខ្ញុំធ្លាប់ថាទៅប្រពន្ធមិត្តភក្តិថាខ្ញុំចង់ទៅនេះអញ្ចឹងចង់ឲ្យគាត់ចូលខ្ញុំទៅគាត់អត់ចូលខ្ញុំទៅខ្ញុំចាប់ផ្ដើម sad ហើយខ្ញុំយកគិតឡើងវិញថាតើជីវិតខ្ញុំហ្នឹងគួរតែចាំគាត់ជូនទៅខ្ញុំទៅណាគ្រប់ពេលមែនអាហ្នឹងអត់ចាឥឡូវបងសួរមកវិញចុះហេតុអីក៏ណៃអត់ជីទៅនោះហ្នឹងហើយបងអីដែលខ្ញុំចោតសួរខ្លួនឯងទៅខ្ញុំសប្តាហ៍ថ្ងៃនេះគឺមកធ្វើការអីទៅណាទៅរៀនគឺចង់ទៅញ៉ាំអីគឺជូនខ្លួនឯងទៅនោះបងពាក្យបងមួយម៉ាត់យកអាត្មាខ្លួនឯងឲ្យរស់ចាសក់ណាគេក្បាលណាអត់ខ្វែងរឿងហ្នឹងវាត្រូវតែអញ្ចឹងតើរកប៉ឹងគេជូនទៅអត់មែនអញទៅខ្លួនឯងយ៉ាអញទៅខ្លួនឯងអត់អ្នកធ្វើម្ហូបឲ្យញ៉ាំមែនអញរៀនពី YouTube ខ្លួនឯងអត់ទេបងសុំទោសដែលប្រើពាក្យអញហ្នឹងខុសស្ដាប់យើងចាគាត់ណាជាក្បូនមួយយើងដាស់ខ្លួនឯងថាយើរឿងអីក៏ដោយយើងអត់អាចពឹងទៅលើគេទាំងអស់ហើយត្រូវតែចេះរៀនរស់ដោយខ្លួនឯងនៅក្នុងថ្ងៃណាមួយឧទាហរណ៍បងឧទាហរណ៍បើណែឯងទៅសុកក្រៅស្រាប់តែទៅម្នាក់ឯងអូនឯងត្រូវជាប់ទៅរៀននៅម្នាក់ឯងអញ្ចឹងដល់ពេលហ្នឹងអូនឯងចេះរៀនរស់ខ្លួនឯងហើយអូនឯងស្គាល់ខ្លួនឯងច្បាស់ហ្មងថាអូនឯងចេះអីអូនឯងបកកែអីអូនឯងមិនបកកែអីអូនឯងត្រូវការអីលំបោះដែលអូនឯងធ្លាប់ធ្វើបែរជាប្រែ 100% degree មកដូចមហូបធ្លាប់តែមានអ្នកផ្ទះចាំមិនឲ្យញ៉ាំទៅដល់នោះចេះខ្លួនឯងមកតើអត់អីញ៉ាំតែប៉ុន្តែអានោះបើប្រៀបធៀបទៅក្រៅប្រទេសក៏ដោយសូម្បីតែយើងនិស្សិតដែលយើងមកពីខេត្តមករៀននៅក្នុងក្រុងភ្នំពេញហ្នឹងដូចខ្ញុំមកពីខេត្តមកក្នុងក្រុងមករៀននៅភ្នំពេញហ្នឹងនៅតែឯងដល់ពេលហ្នឹងទៅដឹងថាជីវិតហ្នឹងគឺវាកំសត់បន្តិចតែសុបាយបន្តិចគឺថាចេះធ្វើខ្លួនឯងចេះស្លចេះស្រឡាញ់ខ្លួនឯងរស់នៅដោយខ្លួនឯងក្នុងបន្ទប់4ជ្រុងតែមួយឯងយើងរស់នៅខ្លួនឯងយើងស្លខ្លួនឯងដោយអត់មានម៉ាក់ប៉ាមកជួយយើងចេះធ្វើខ្លួនឯងខ្លួនឯងបារម្ភថាស្រឡាញ់ខ្លួនឯងស្រឡាញ់ខ្លួនឯងខ្លាំងហើយគាត់ថាអូខ្លួនឯងប្រកែមែនអត់ដឹងថាមិនតើខ្លួនឯងអាចធ្វើរឿងហ្នឹងទៅរួចហើយម្ហូបឆ្ងាញ់ក៏ត្រូវញ៉ាំដែរបាទខ្ញុំសួរថាចេះមិនដែរឆ្ងាញ់អត់ពេលខ្លះអត់ឆ្ងាញ់តែមកថាឆ្ងាញ់អត់ឆ្ងាញ់ប៉ុន្តែជាសមិទ្ធផលរបស់យើងបានធ្វើដូចការយើងធ្វើការដំបូងបំផុតបងធ្វើការដំបូងបំផុតប្រាក់ខែដំបូងបំផុតគឺ120ឬក៏150បងភ្លេចហើយអូនគឺសប្បាយចិត្តមែនតើចានិយាយថាហើយបើសួរថាលុយនោះចាញ់ផ្លែតអស់120 150ផ្លែតអស់បាត់ហើយតែសំខាន់វាជាអ្វីដែលយើងយកកម្លាំងយកឈាមទៅបដូរយកវាបើក្នុងចិត្តបងក៏ទៅចេះមុននឹងយើងចង់បានមនុស្សល្អមកនៅចិត្តយើងលុះត្រាតែខ្លួនយើងជាមនុស្សល្អមែនអត់មែនបើអូនឯងចង់ make best friend មួយគាត់ឲ្យទំនាក់ទំនងហ្នឹងដូចថា90% ទៅត្រង់មកតោះតែយើងនេះជាមនុស្សត្រង់មួយគេសិនមិនមែនជាមនុស្សដែលស្ដាប់ហើយញញែមមុខគេល្អតែពីក្រោយខ្នងហើយយូរឆាប់ដឹងឲ្យគេឈុំនិយាយឲ្យយើងហើយអញ្ចឹងមុននឹងយើងចង់បាន friendship ឬក៏ relationship អីក៏ដោយឬក៏នៅមិនថានៅកន្លែងណាអ្នកជុំវិញខ្លួនយើងតើតែយើងនឹងល្អសិនយើងចង់បានមនុស្សល្អតើតែយើងធ្វើជាមនុស្សល្អសិនចូលបងមានសម្គាល់ខ្លួនឯងថាបងឯងអាចប្រៀបធៀបថាការនៅវិទ្យាល័យមិត្តភ័ក្តិយើងបែបផ្សេងហើយនៅសាកលហ្នឹងបែបផ្សេងបងយល់ថាមិត្តភ័ក្តិយើងសប្តាហ៍ថ្ងៃហ្នឹងល្អជាងនៅពេលដែលអតីតកាលដែលយើងធ្លាប់ជួបហ្នឹងអ្នកដែលនៅសេសសល់ហ្នឹងគឺជាអ្នកដែលនិយាយទៅដូចគេថាចម្រាំងយ៉ាបានន័យថាអ្នកដែលយើងនៅរៀនយើងស្គាល់គេ100នាក់ស្រាប់បន្ទល់ឥឡូវយើងនៅសល់ប្រហែលជា10 20នាក់ទាំងអស់ហ្នឹងគឺជាអ្នកដែលចម្រាញ់ហើយអ្នកដែលគាត់មិនភ្លេចយើងមិនភ្លេចគេហើយអ្នកដទៃមិនមែនយើងភ្លេចចាំដូចគ្នាមិនដែលសួរថាស្និទ្ធអត់ស្និទ្ធយូរទៅវាឃ្លាតគ្នាអញ្ចឹងណាដូចសប្តាហ៍ថ្ងៃហ្នឹងមិត្តភ័ក្តិខ្ញុំមានតែម្នាក់គាត់ដែលស្និទ្ធបំផុតស្រឡាញ់គ្នាបំផុតអាចថាយើងពឹងពាក់គាត់បានគាត់ពឹងពាក់យើងបានទៅវិញទៅមកនិយាយថាយើងឲ្យផលប្រយោជន៍គ្នាទៅវិញទៅមកបែបចេញពីចិត្តណាបងយ៉ាអញ្ចឹងចង់ចូលដល់សំណួរយើងវិញយើងចូលដល់រឿងស៊ីថែវយើងវិញតគាត់ឥឡូវយើងចេញពីឆ្ងាយពេកអូខេចង់ដឹងថាបងគិតថានៅក្នុងមជ្ឈដ្ឋាននៅក្នុងសង្គមយើងភាគច្រើនការនិយាយស៊ីថែវគេហ្នឹងភាគច្រើនគឺគេនិយាយនៅម្ដុំណាគេនិយាយនៅក្នុងកំឡុងឧទាហរណ៍មជ្ឈដ្ឋានសាលារៀនកន្លែងការងារឬក៏កន្លែងណាផ្សារអីចឹងបងគាត់ថានិយាយដើមស៊ីថែវនោះមានគ្រប់កន្លែង
បើនៅកន្លែងធ្វើការប្រកាសជានៅនិយាយនៅកន្លែងធ្វើការគាត់ថាគេមិនហ៊ាននិយាយមុខយើងគាត់ថាពេលខ្លះយើងលឺដេកចៃដល់ចាំមកគាត់ថា everywhere មានទាំងអស់ ចុះបងស្លាប់លើចៃដន្យអញ្ចឹងមានអារម្មណ៍មិនទេដូចបងនិយាយអញ្ចឹងបងសម្រាប់បងបច្ចុប្បន្នភាពគឺបងធ្វើអត់លឺបងមួយទៀតបងលឺហើយក៏បង walk in ព្រោះបងគិតថាវាអត់មានអីអស្ចារ្យស្រាប់បងព្រោះដូចបងនិយាយអញ្ចឹងអ្នកដែលនិយាយពីខ្ញុំនឹងមានដៃឆ្លុះកញ្ចក់មើលល្អជាងខ្ញុំប៉ុណ្ណាចេះរឿងដែលខ្ញុំធ្វើអត់ចាចាអានេះនិយាយមកថានិយាយឲ្យលយតែយើងអត់តែនិយាយអញ្ចឹងឯងទោះបីថាយើងដឹងពីបុគ្គលហ្នឹងបើសិនជាដើរទៅតន់ម្នាក់នឹងអ្នកនិយាយគ្រាន់តែយើងមិនទៅជា close ឬក៏រឿងល្មមយើងកុំអីគុំយកមកទុកក្នុងចិត្តនោះមកចង់និយាយថារឿងល្មកុំសូវនិយាយជាមួយគាត់ហើយកុំសូវឲ្យគាត់ដឹងអានេះសញ្ញាបងអត់ទៅធ្វើអីគេទេខ្ញុំគិតថាអាគេនិយាយពីយើងហ្នឹងមកពីគេអត់ស្គាល់យើងច្បាស់អាចថាចឹងដែរប៉ុន្តែពេលខ្លះគេស្គាល់ច្បាស់ហើយគេនៅនិយាយដោយសារគេអីគេទៅយ៉ាមនុស្សយើងគឺមានអាភាពទៅនៅក្នុងចិត្តហ្នឹងគឺរស់នៅអត់ស្ងប់សុខអីសួរថាអ្នកនិយាយពីយើងហ្នឹងគេទៅយើងចុះសួរថាយើងទៅគេអត់ទៅឬតែសួរថានិយាយអត់និយាយព្រោះពេលវេលាបងគាត់ថាអត់មានអីទៅយកគេមកវែកញែកនិយាយចង់ថាតនេមើលកូនញ៉ាំអីសប្បាយ enjoy moment ជាមួយអ្នកដែលយើងគិតថារីករាយទៅជីវិតយើងអត់ដឹងថ្ងៃណាទៅខ្ញុំធ្លាប់ម្ដងដែរវាថាចាម្នាក់មកក្រុមហ្នឹងគឺនិយាយដើមគេមកក្រុមហ្នឹងហ្មងតែខ្ញុំអត់និយាយទេតែនៅក្នុងចរាចរណ៍ហ្នឹងមួយគ្នានៅសាលារៀនហ្មងដល់ពេលហើយគេនិយាយស្ដាប់ទេអ្នកដែលយើងនិយាយអ្នកដែលគេនិយាយហ្នឹងគឺនៅមុខចរាចរណ៍ហើយចរាចរណ៍ហ្នឹងបើកមកម្នាក់ហ្នឹងនៅមុខបាក់បានស្ងាត់គ្រប់គ្នាខ្ញុំថាអញដែរហើយអញដែរគេថាអានេះអាយុវែងណាគេថាដោយទាំងយើងទៀតយ៉ាចូលដល់សំណួរបន្ទាប់ដែលយើងបងគិតថាតើយើងមានវិធីអីក្នុងការកាត់បន្ថយអាការនិយាយដើមគ្នាការឈ្នានីសគ្នានៅក្នុងសង្គមចាប់ដើមមកពីខ្លួនយើងមែនអត់មែនបើសួរថាទៅប្រជុំមាត់អ្នកដែលគាត់ទម្លាប់ប្រជុំបានអត់ប្រជុំអត់បានគឺត្រូវតែចាប់ដើមពីយើងខ្លួនយើងដូចជាការចោលសម្រាប់មកឧទាហរណ៍ណាដូចគេថានៅស្រុកខាងនេះគេអត់សូវសម្រាប់ហេតុអីស្រុកខ្មែរសម្រាប់ណាចង់គេផ្សាយនៅលើមិនក៏ដោយសំខាន់លើខ្លួនយើងផ្ដើមយើងពីខ្លួនយើងតែមួយថងម្នាក់តែមួយថងអត់គិតថាវាច្រើនណាស់អញ្ចឹងអាចនិយាយនឹងដូចគ្នាបើយើងចង់ឲ្យកាត់បន្ថយអស់ហ្នឹងតើតែយើងអ្នកដែលគាត់ប្រសំនិយាយហ្នឹងក៏និយាយចាស់តែយើងស្ងាត់ទៅយើងកុំបន្ថែមអីពីលើយូរទៅរឿងហ្នឹងគេលែងជប់ហើយយ៉ាម្នាក់ហ្នឹងគិតថាពួកយើងអត់ចូលចិត្តបុគ្គលឧទាហរណ៍ថា5នាក់អញ្ចឹង3 4នាក់ទៀតគេអត់ចូលចិត្តស៊ីត្រាំងទេអញ្ចឹងអត់មានពេលនឹងលើកនិយាយទេបើយើងអត់ប្រឈប់បើសួរថាទៅប្រឈប់បុគ្គលហ្នឹងណែហើយកុំបកកែស៊ីត្រាំងគេពេកគេបាយមាត់និយាយស្ដាប់អត់ស្ដាប់ទេវាជាទម្លាប់ចាំមកគាត់ថាអីក៏ដោយផ្ដើមពីខ្លួនយើងមើលខ្លួនយើងអត់ទៅ involve បើនិយាយអញ្ចឹងជួនកាលយើងលើគេនិយាយយើងទៅដែរចឹងយើងអត់ទៅចលក់មិនមែនថាយើងស្អប់ទេតែចង់និយាយថាកុំឲ្យវារឿងនឹងវាទម្លាប់មិនល្អបងធ្លាប់អត់លក្ខណៈថាចាអង្គុយសុកហ្នឹងណាគេមកនិយាយដើមអ្នកដតីមកប្រាប់បែងធុញអត់ឬក៏មានអារម្មណ៍បែបមិនពេលនោះជួនកាលប្រឈប់គេទៅមកថាណាយើងនិយាយលេងណាលេងបន្លំមែនអូទៅឈុំអត់ទេយ៉ាតែគេតន់បែកមាត់មកគេឡើយខ្ញុំនឹកមួយហើយមួយទៀតយើងបង្វែរប្រធានបទដូចថាដើម្បីកុំឲ្យមនុស្សនឹងល្អៀយើងយករឿងអីផ្សេងមកនិយាយវិញលើក topic ផ្សេងមកនិយាយទៅគាត់ឈប់ឯងយើងកុំទៅយ៉ាយើងកុំទៅដូចថាទៅដល់អ្នកខ្លះចេះចង់កែប្រែម្នាក់ទៅដល់ស្ដីឲ្យបន្ទោសមកគាត់ថាគួរតែកាត់បន្ថយទៅចេះថាណែនាំគាត់ឬក៏យើងលើកបង្វែរអីផ្សេងទៅបងជឿថាតាមមកយូរទៅគាត់ល្អៀខ្លួនឯងគាត់ដឹងថាអូអញនាំវានិយាយប៉ុណ្្នឹងវាមិននិយាយវាទៅលើកអីផ្សេងបងអាពេលខ្លះយើងណែនាំគេហ្នឹងថាកុំឲ្យនិយាយគេយកយើងទៅនិយាយតាមតទៀតអូបងខ្វល់ពាក្យថាពី3ម៉ាត់ហើយ I don't care អូខេឥឡូវខ្ញុំចង់សួរថាមុននឹងបញ្ចប់កម្មវិធីតើបងមានពាក្យពេចន៍អីនិយាយឬក៏មាន idea អីបន្ថែមពីលើការដែលយើងនិយាយតាក់ទងពីប្រធានបទស៊ីត្រាវហ្នឹងទៅកាន់អ្នកដែលអាចនិយាយថាចូលចិត្តស៊ីត្រាវឬក៏អ្នកត្រូវបានគេស៊ីត្រាវអរគុណបងឯងដែរថ្ងៃនេះបានអញ្ជើញបងមកអូខេហើយក៏ចង់លើកទឹកចិត្តទៅដល់អ្នកដែលត្រូវបានគេស៊ីត្រាវ
អត់មានអីក្រៅពីថា make ខ្លួនឯងឲ្យ strong អត់ខ្វល់ថាខ្លួនឯងនៅក្នុងកលៈទេសៈអីជួបរឿងអីគេនិយាយអីមកកាន់យើងសំខាន់យើងច្បាស់ខ្លួនឯងថាយើងអត់បានធ្វើទី1ទី2ទោះបីតែយើងធ្វើហើយរឿងហ្នឹងគឺវាទោះបីថាអ្នកហ្នឹងក៏អត់ពេញចិត្តអត់ខ្វល់សំខាន់យើងធ្វើទៅល្អរឿងហ្នឹងអត់ប៉ះពាល់ដល់អ្នកដទៃវាអត់ធ្វើឲ្យអ្នកដទៃពិបាកសំខាន់ខ្លួនយើងល្អខ្លួនយើងស្រួលចូលចិត្តអីធ្វើនឹងចោះបាច់ខ្វល់ពីពាក្យគេទេហើយអ្នកដែលគាត់ទម្លាប់និយាយហ្នឹងកែទៅ កែបែបម៉េច យ៉ាបងគិតថានិយាយទៅបើយើងនិយាយគេល្អអត់អីទេតែបើនិយាយគេអត់ល្អអ្នក strong គេអត់អីតែអ្នកដែលគាត់អត់ strong ធ្វើឲ្យគាត់ប៉ះពាល់ផ្លូវចិត្តអាចថ្ងៃក្រោយយើងមានវិបត្តិធ្វើឲ្យយើងឃើញគេថ្ងៃក្រោយមានវិបត្តិយើងតិចសើចទៅគេវិញប្រយ័ត្នអាហ្នឹង ចឹងខ្ញុំចង់បន្ថែមដែរបន្ថែមចាយើងមុននឹងនិយាយគេយើងយកអាផ្លូវចិត្តរបស់គេយកមកដាក់ចិត្តខ្លួនឯ យ៉ា ង ចេះរៀនយកចិត្តគេដាក់ចិត្តខ្លួនឯង នៅពេលដែលយើងនិយាយទៅកាន់គេហ្នឹងយើងគិតសិនថាតើការនិយាយហ្នឹងវាពិតអត់ហើយពិតអាពេលខ្លះរឿងហ្នឹងពិតហើយយើងក៏គួរគិតពិចារណាថាគួរនិយាយអត់ no one is perfect គ្មានណាគេល្អឥតចាស់ហើយអញ្ចឹងមនុស្សម្នាក់ៗវាមានចំណុចល្អចំណុចមិនល្អបើគាត់មិនល្អបាច់លើគាត់និយាយទេបងជឿថាយូរទៅគាត់ដឹងខ្លួនឯងហើយបើមួយទៀតមុននឹងយើងនិយាយគេយកអីមកគិតខ្លួនឯងសិនតើខ្លួនឯងធ្វើបានដូចគេអត់តើខ្លួនឯងនឹងអស់ចាយគេដែលលើកគេមកនិយាយនោះអញ្ចឹងដល់អីនិយាយអញ្ចឹងគឺមេត្តាយកចិត្តគេដាក់ចិត្តខ្លួនឯងផងបើយើងជាគេតើយើងមានអារម្មណ៍បែបម៉េចអញ្ចឹងមុននឹងនិយាយត្រូវគិតកំបិតអាមាត់នឹងយើងពាក្យសម្ដីយើងនឹងគឺជាកំបិត ចាំតែដូងហ្នឹងអូខេអញ្ចឹងអរគុណបងមែនតើសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរយៈពេលប្រហែលយូរដែរក្នុងការជជែកវិញ្ញាណតាក់ទងពីប្រធានបទដែរសង្គមវាច្រើនតែទៅជួបប្រទះមិនថានៅសាលារៀនកន្លែងធ្វើការយីទៅឲ្យតែមានម្ដុំមនុស្សពេលខ្លះនៅក្នុងទូរស័ព្ទហ្នឹងក៏អាចនិយាយដើមគេបានដែរអញ្ចឹងយើងចូលរួមក្នុងការកាត់បន្ថយអាគឺទាំងអស់ហ្នឹងទៅសង្គមយើងមានការអភិវឌ្ឍទៅមុខចាវីដេអូមានតែប៉ុណ្្នឹងទេអូខេអរគុណបងបាយបាយ